រកពេលដែលអ្នកបញ្ជាទិញទំនិញតាមអ៊ីនធឺណិតផ្ញើសារឬមើលប្រព័ន្ធផ្សព្វផ្សាយសង្គមនានាតើអ្នកមានចាប់អារម្មណ៍ទេថាមានអ្វីកំពុងកើតឡើងនៅពីក្រោយដែលនាំឲ្យប្រព័ន្ធទាំងនោះអាចដំណើរការបានអ្វីដែលកំពុងកើតឡើងហើយកំពុងធ្វើការយ៉ាងសកម្មនៅពីក្រោយនោះគឺ API ឬ Application Programming Interface តោះមកស្គាល់ពី API ទាំងអស់គ្នា API អាចនិយាយបានថាជាអ្នកនាំសារដែលអនុញ្ញាតឲ្យ component នៃ software ពីរដាច់ដោយឡែកពីគ្នាអាចទាក់ទងគ្នាទៅវិញទៅមកបាន process នៃ web API ឬស្គាល់ថាជា REST API ត្រូវអនុវត្តតាមជំហានទាំង4នេះ 1. Request client request ទៅកាន់ endpoint ជាក់លាក់មួយហើយ request នេះត្រូវផ្ញើទៅតាមអ៊ីនធឺណិតដោយប្រើ standard protocol ឬ HTTP រួមមាន URL ជា endpoint ដែលកំណត់ resource ដែល client ចង់ interact ជាមួយ method គឺជា HTTP ដែលបញ្ជាក់ពីសកម្មភាពឧទាហរណ៍ get សម្រាប់ទាញយកទិន្នន័យ post សម្រាប់បង្កើតទិន្នន័យថ្មី delete សម្រាប់លុបទិន្នន័យ header គឺជាព័ត៌មានអំពី request ខ្លួនឯងដូចជាការផ្ទៀងផ្ទាត់ authentication ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ client ជាដើមនិង body គឺជាទិន្នន័យដែលត្រូវផ្ញើទៅកាន់ server 2. processing API ទទួល request វាអនុវត្តជំហានសំខាន់ៗមួយចំនួនដូចជា authentication and validation ដំបូង API ពិនិត្យមើល API key ឬ token ដែលផ្ទៀងផ្ទាត់ credential របស់ client ដើម្បីធានាពួកគេមាន permission ត្រឹមត្រូវ internal call បន្ទាប់មក server ចាប់ផ្ដើម execute business logic ដែលអាចពាក់ព័ន្ធនឹង query database running complete calculation ឬ communicate ជាមួយ internal system ផ្សេងទៀត 3. response នៅពេលដែល server បានដំណើរការ request នោះវាបង្កើត response ដើម្បីផ្ញើទៅកាន់ client វិញ status code គឺជា code HTTP 3ខ្ទង់ដែលបង្ហាញពីលទ្ធផលឧទាហរណ៍200បញ្ជាក់ថាជោគជ័យ404រកមិនឃើញ resource និង401 unauthorized body គឺជាខ្លឹមសារសំខាន់ឬជាទិន្នន័យដែលបានស្នើសុំក្នុងទម្រង់ជា JSON ឬ XML 4. client action client ទទួលយក response វាអាន status code ដើម្បីកំណត់ request នោះជោគជ័យឬអត់បន្ទាប់មកបង្ហាញទិន្នន័យនៅក្នុង body ទៅកាន់ user បាននិយាយស្រួលយល់យើងនិយាយអំពីភោជនីយដ្ឋានមួយចុះដែលយើងជាភ្ញៀវប្រៀបបានដូចជា client ហើយយើងចង់កំងម្ហូបអាហារការកំងនោះប្រៀបបានដូចជា request ហើយអ្នករត់ទទួលការកំងពីយើងនោះជា API ដែលមានតួនាទីទទួលការកំងរបស់យើងហើយទៅប្រាប់ចុងភៅនិងនាំមកវិញនៅអាហារដែលចុងភៅធ្វើហើយចុងភៅប្រៀបបានដូចជា server ប៉ុន្តែសម្រាប់ developer ការបង្កើតនិងតេស្ត API តែងតែជួបផលលំបាក tool សម្រាប់តេស្ត API ដែលមានសពថ្ងៃភាគច្រើនមាន UI ស្មុគស្មាញមាន function ច្រើនដែលមិនចាំបាច់ដែលធ្វើឲ្យការតេស្ត API មានភាពយឺតយ៉ាវដោយមើលឃើញពីបញ្ហាទាំងនេះហើយទើបពួកយើងបង្កើត REST Lab ជា platform សម្រាប់ធ្វើការតេស្ត API ចំនួនថ្មីដែលបង្កើតឡើងដើម្បីឲ្យ developer កាន់តែមានភាពងាយស្រួលដើម្បីចូលប្រើប្រាស់ platform របស់ពួកយើងបានអ្នកទាំងអស់គ្នាគ្រាន់តែចុចពី Get Start នោះវានឹងនាំអ្នកទៅផ្ទាំងបំពេញព័ត៌មានមួយចំនួនឬអ្នកទាំងអស់គ្នាអាច sign up ដោយប្រើ GitHub ឬ Google ក៏បានវានឹងបង្ហាញផ្ទាំង Personal Lab និង Team Lab ដើម្បីតែ endpoint បាន user គ្រាន់តែដាក់ HTTP របស់អ្នកទាំងអស់គ្នាចុចពីថា send នោះវានឹងបង្ហាញលទ្ធផលប្រាប់យើងក៏មាន feature mock data ចុចពីថា mock data ហើយចុច generate នោះវានឹង generate ព័ត៌មានឲ្យយើងភ្លាមមួយវិញទៀត platform របស់ពួកយើងក៏អាចឲ្យ user ធ្វើការជា team បានផងដែរវាអនុញ្ញាតឲ្យ user invite member ក៏ដូចជាបង្កើត collection ថ្មីអ្វីដែលពិសេសនៅពេលដែល user ណាម្នាក់បង្កើត folder ថ្មីឬធ្វើការតេស្ត endpoint ផ្សេងៗគ្រប់ member ទាំងអស់នឹងទទួលបានព័ត៌មាននោះដូចគ្នាជាមួយ REST Lab ការធ្វើតេស្ត API កាន់តែលឿននិងមានប្រសិទ្ធភាព